យកប្តីមានប្លង់រឹងត្រឹមត្រូវគឺគេធ្វើគប់កណាតឲ្យដល់ក្នុងផាប់អញ្ចឹងអូឡើងទំនងមែនតែនអញ្ចឹងបានគេថាមនុស្សស្រីតែរើសប្តីខុសពិបាកហើយប៉ុន្តែបើរើសប្តីត្រូវមើលតែសម្រស់ទៅគឺស្អាតហើយអ្វីដែលសំខាន់គឺគេនាំមកដើររកកន្លែងថ្មីរហូតដូចទីតាំងថ្មីនេះគឺជាផាប់ indoor ដែលគេរៀបចំមកឡើងទំនងមែនតែនដូចពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងគេរៀបចំមករបៀប vibe ទៅចិនបន្តិចគ្រាន់ថាគេលាយបញ្ចូលគ្នាជាមួយនឹងបែបវិទ្យាសាស្ត្រមានតាំងពីគេហៅយានអវកាសមានអីចឹងណាហើយសម្រាប់ផាប់របស់គាត់នឹងមានឈ្មោះថា TK Republic ដែលមានទីតាំងនៅម្ដុំទូកោកយើងនឹងទេហើយគាត់មានម្ហូបអាហារច្រើនសម្បូរបែបមែនតើមិនថាជាប្រភេទគ្រឿងសមុទ្រមិនថាជាប្រភេទគ្រឿងក្លែមបែបបំពងបែបអីទេដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងណា oyster ស្រស់ក៏មានគាត់មានជាប្រភេទគ្រឿងត្រាំគ្រឿងអីចឹងណាគ្រឿងត្រាំទឹកស៊ីអ៊ូមានខ្យងប៉ារ៉ាមានបកាមានអីចឹងទៅឬក៏ចង់ញ៉ាំជាលក្ខណៈ pizza ក៏បានដែរយើងទៅជុំគ្នាលក្ខណៈជាមួយនឹងមិត្តភ័ក្តិមួយអីចឹងណាដឹងថាត្រូវតែម្ដងហើយគាត់មានតាំងពី steak មានអីចឹងណាសម្បូរគ្រឿងម្ហូបអាហាររបស់គាត់ដែលយើងអាចញ៉ាំបានអង្គុយស្ដាប់ភ្លេងស្ដាប់អីចឹងទៅដោយសារតែពេលចាប់ពីម៉ោង6កន្លះទៅគាត់មាន DJ គាត់មាន MC ហើយម៉ោង7អីទៅហ្នឹងគឺគាត់ចាប់ផ្ដើមមានតារាចម្រៀងមកច្រៀងឲ្យយើងកំដរអារម្មណ៍តែម្ដងហើយអ្វីដែលពិសេសមួយទៀតចាប់ពីថ្ងៃហ្នឹងរហូតដល់ថ្ងៃទី20ខែតុលាឆ្នាំ2025នេះគឺគាត់មានការបញ្ចុះតម្លៃរហូតដល់ទៅ 20% ទាំងម្ហូបអាហារទាំងភេសជ្ជៈមិនថាស្រាប៊ីមិនថាអីទេហើយបើសិនជាអ្នកទាំងអស់គ្នាចាយចាប់ពី$100ឡើងទៅគឺនឹងទទួលបានអា cash voucher តម្លៃ$10សម្រាប់ឲ្យយើងចាយនៅពេលក្រោយទៀតអញ្ចឹងចំណេញច្រើនមែនតើហើយដូចខ្ញុំបានបង្ហាញពីខាងដើមនឹងអញ្ចឹងគឺគាត់មានតាំងពី live band គាត់មាន DJ អញ្ចឹងទៅហើយចាប់ពីម៉ោង10យប់តទៅហ្នឹងគឺគាត់ចាប់ផ្ដើមមានគេហៅ drag queen របស់គាត់ណាហើយម៉ោង11គេមានជាប្រភេទ rapper តារាចម្រៀង rapper ហ្នឹងគេមកច្រៀងកំដរអារម្មណ៍កន្លែងរបស់គាត់គឺសប្បាយបែបក្មេងៗបែបអីចឹងណាហើយក៏មានអ្នករាំអ្នកអីមកកំដរអារម្មណ៍យើងហើយទីតាំងរបស់គាត់អីហ្នឹងខាងក្នុងគេរៀបចំមកមានម៉ាស៊ីនត្រជាក់មានអីត្រជាក់ស្រួលហើយយើងទៅអង្គុយញ៉ាំអីស្ដាប់ភ្លេងកំដរអារម្មណ៍អីចឹងទៅអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តលក្ខណៈគេហៅថា indoor pub អីហ្នឹងគឺអាចទៅរកកន្លែងរបស់គាត់បានគឺ TK Republic ដែលជាកន្លែងបើកថ្មីហើយទីតាំងរបស់គាត់ហ្នឹងគឺនៅលើផ្លូវលេខ275កែងជាមួយនឹងផ្លូវ528នៅក្នុងសង្កាត់បឹងកក់ទី1ខណ្ឌទួលគោករាជធានីភ្នំពេញយើងនឹងទេហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លែកជូនអ្នកទាំងអស់គ្នានៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត